Inter Miami កំពុងពិចារណាចុះហត្ថលេខាដ៏គួរចាប់អារម្មណ៍មួយសម្រាប់ Neymar Bruno Fernandes ថាគាត់តែងតែចង់បន្តនៅក្លឹប Man U ទោះត្រូវក្លឹបមួយចំនួននៅអារ៉ាប់ដាក់សំណើទិញជាច្រើនដង Kyle Walker ទទួលស្គាល់ថាគាត់មិនគួរចេញពី Man City ទៅ AC Milan ក្នុងលក្ខខណ្ឌខ្ចីជើងឡើយបាទសូមគោរពនឹងជំរាបសួរបងប្អូនទាំងគ្នាខ្ញុំបាទ Terrace ស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃនេះត្រូវថ្ងៃទី16ខែតុលាឆ្នាំ2025ជ្រាបការនេះគឺសូមអរគុណទៅកាន់បងប៊ុនថងសម្រាប់ការជួយ support រួមដល់បងប្អូនជាច្រើនទីខ្ញុំធ្លាប់មានដាក់ឈ្មោះនៅវីដេអូមុនហើយបងប្អូនចង់ជួយ support អាច support បានតាមរយៈ QR code ដែលខ្ញុំមានដាក់លើវីដេអូនេះចឹងកុំបាច់ខាត់ពេលវេលាច្រើនយកទស្សនាខ្លឹមសារវីដេអូដូចទៅ Inter Miami កំពុងពិចារណាចុះហត្ថលេខាដ៏គួរចាប់អារម្មណ៍មួយសម្រាប់ Neymar ក្លឹប Inter Miami ដែលមាន Luis Suarez និង Lionel Messi នៅទីនោះកំពុងពិចារណាលើការចុះហត្ថលេខាដ៏គួរចាប់អារម្មណ៍មួយសម្រាប់កីឡាករ Neymar របស់ Santos កណ្ដាលដែលពួកគេកំពុងថ្លឹងថ្លែងពីគុណសម្បត្តិនៃការជួបជុំខ្សែប្រយុទ្ធដ៏ល្បីល្បាញទាំង3របស់អតីត Barcelona ខ្សែប្រយុទ្ធស្លាបរូបនេះនៅសល់កិច្ចសន្យាប្រមាណខែទៀតនៅក្លឹបកុមារភាពរបស់គាត់ក្នុងប្រទេសប្រេស៊ីលប៉ុន្តែអាចនឹងរកមើលការផ្លាស់ប្ដូរ League America MLS អាចបង្ហាញពីសំណើដ៏គួរឲ្យចាប់អារម្មណ៍មួយដោយសារ World Cup នៅរដូវក្តៅឆ្នាំក្រោយនឹងត្រូវប្រារព្ធនៅសហរដ្ឋអាមេរិកបូករួមទាំង Neymar ចង់មានឈ្មោះនៅក្រុមជម្រើសជាតិសម្រាប់ការប្រកួត World Cup ផងនោះហើយកិច្ចសន្យានៅក្លឹប Santos ក៏ចិត្តអស់អញ្ចឹងរឿងគេមកចូលរួមជាមួយ Inter Miami មានភាគរយអាចកើតឡើង Bruno Fernandes ថាគាត់តែងតែចង់បន្តនៅក្លឹប Man U ទោះត្រូវក្លឹបមួយចំនួននៅអារ៉ាប់ដាក់សំណើទិញជាច្រើនដង កីឡាករ Bruno Fernandes បានអះអាងថាគាត់តែងតែចង់បន្តនៅក្លឹបបិសាចក្រហម Manchester United ក្នុងអំឡុងរដូវក្តៅទោះបីជាត្រូវបានក្លឹបមួយចំនួនក្នុង Saudi Pro League ដាក់សំណើទិញជាច្រើនដងក៏ដោយប្រធានក្រុមបិសាចក្រហមរូបនេះក៏បានច្រានចោលនៅការលើកឡើងដែលថាគាត់បានជ្រើសរើសបន្តនៅក្លឹបដើម្បីរក្សាទម្រង់លេងដ៏ល្អបំផុតរបស់គាត់សម្រាប់ World Cup ដោយទទូចថាទាំងគាត់និងក្លឹបចង់ឲ្យគាត់បន្តនៅ Manchester United Kyle Walker ទទួលស្គាល់ថាគាត់មិនគួរចេញពី Man City ទៅ AC Milan ក្នុងលក្ខខណ្ឌខ្ចីជើងឡើយកីឡាករ Kyle Walker បានទទួលស្គាល់ថាគាត់មិនគួរណាចាកចេញពី Manchester City ដើម្បីទៅលេងក្នុងលក្ខខណ្ឌខ្ចីជើងឲ្យ AC Milan កាលពីរដូវកាលមុនឡើយដែលបានរិះគន់ការសម្រេចចិត្តរបស់ខ្លួនថាអាត្មានិយមខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះបានផ្លាស់ប្ដូរទៅក្លឹបអ៊ីតាលីរយៈពេល6ខែក្នុងខែមករាហើយពេលក៏លេងមើលទៅវិញជឿថាវាជាការផ្លាស់ប្ដូរមិនត្រឹមត្រូវនោះទេដោយសារ Man City កំពុងជួបការលំបាកមិនធម្មតាក្រោមការដឹកនាំរបស់លោក Pep Guardiola ពលគឺយើងបានដឹងហើយការពីរដូវកាលមុនពួកគេជួបរឿងខកចិត្តជាច្រើន Son Heung-min ជាប់ជាកីឡាករល្អបំផុតប្រចាំទ្វីបអាស៊ីលើកទី10កីឡាករសញ្ជាតិកូរ៉េខាងត្បូង Son Heung-min បានជាប់ឈ្មោះជាកីឡាករល្អដាច់គេបំផុតប្រចាំទ្វីបអាស៊ីលើកទី10ដែលជាពានរង្វាន់រៀបចំឡើងដោយកាសែតដ៏ធំមួយរបស់ប្រទេសចិន Titan Sport ខ្សែប្រយុទ្ធវ័យ33ឆ្នាំបានដាច់មករួមក្រុមជម្រើសជាតិកូរ៉េខាងត្បូង Lee Kang-in របស់ក្រុម Paris Saint-Germain ខ្សែប្រយុទ្ធរបស់ក្រុម Los Angeles FC ជាប់ឈ្មោះនៅកំពូលតារាងដោយទទួលបានសម្លេងឆ្នោតគាំទ្រចំនួន146បន្ទុកពីអ្នកជំនាញផ្នែកបាល់ទាត់ដែលមានសិទ្ធិបោះឆ្នោតចំនួន63រូបជាមួយគ្នានេះអ្នកជំនាញផ្នែកបាល់ទាត់ទាំងនោះជាអ្នកតំណាងឲ្យប្រព័ន្ធផ្សព្វផ្សាយចំនួន42ជាសមាជិកសហព័ន្ធបាល់ទាត់អាស៊ី AFC និងអ្នកសារព័ត៌មានអន្តរជាតិចំនួន21រូបតាមរយៈសម្លេងឆ្នោតនេះបានជួយ Son Heung-min ជាប់ជាកីឡាករល្អដាច់គេនៅអាស៊ីប្រចាំឆ្នាំ2025និងជាលើកទី10អតីតកីឡាករក្រុម Tottenham Hotspur ធ្លាប់ឈ្នះពានរង្វាន់នេះដំបូងនៅក្នុងឆ្នាំ2014និងជាប់គ្នានៅឆ្នាំ2015ចំណែកឯការឈ្នះជាប់គ្នា7លើកគឺតាំងពីឆ្នាំ2017ដល់ឆ្នាំ2023កីឡាករ Lee Kang-in មករួមក្រុមជម្រើសជាតិខាងត្បូងជាប់លេខ2ទទួលបានការបោះឆ្នោតចំនួន105បន្ទុកហើយខ្សែប្រយុទ្ធវ័យ40ឆ្នាំសញ្ជាតិប៉ូទុយហ្គាល់លេងនៅអារ៉ាប៊ីសាអូឌីតជាប់លេខ3ទទួលបានត្រឹមតែ91បន្ទុកកីឡាករម្ចាស់ពានបាល់ឡុនដ'5សម័យកាលមិនធ្លាប់ជាប់ជាកីឡាករល្អប្រចាំទ្វីបអាស៊ីឡើយចាប់តាំងពីគេផ្លាស់ពីអឺរ៉ុបមកលេងនៅទឹកដីអាស៊ីនៃលីកកំពូលអារ៉ាប៊ីសាអូឌីតនៅដើមឆ្នាំ2023ពានរង្វាន់កីឡាករល្អប្រចាំទ្វីបអាស៊ីបង្កើតឡើងតាំងពីឆ្នាំ2013ដោយកាសែតដ៏ធំរបស់ចិន Titan Sport ហើយប្រគល់សម្រាប់តែកីឡាករលេងនៅក្រុមជម្រើសជាតិនិងក្លឹបស្ថិតក្នុងទ្វីបអាស៊ីតែប៉ុណ្ណោះមែនទេទៅមានតែកីឡាករ3រូបផ្សេងទៀតប៉ុណ្ណោះដែលធ្លាប់ឈ្នះពានរង្វាន់នេះបន្ទាប់ពីប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះកីឡាករជប៉ុន Keisuke Honda ឈ្នះម្ដងឆ្នាំ2013 Shinji Okazaki ឈ្នះនៅក្នុងឆ្នាំ2016 Akram Afif សញ្ជាតិកាតាដែលប្រជែងឈ្នះ0ដណ្ដើមបានពេលនេះក្នុងឆ្នាំ2024ដល់ឡែកចំណាត់ថ្នាក់កីឡាករដទៃផ្សេងទៀតមានឈ្មោះក្នុងការបោះឆ្នោតនេះរួមមាន Riyad Mahrez លេងឲ្យក្លឹប Al Ahly លើលេខ4មាន75បន្ទុកខ្សែប្រយុទ្ធ Karim Benzema លេងឲ្យក្លឹប Al Ittihad ឈរលេខ5មានចំនួន75បន្ទុក
FIFA កំពុងរៀបចំដើម្បីហាមឃាត់កុំឲ្យការប្រកួតក្នុងលីកទៅក្រៅស្រុកសហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ FIFA កំពុងរៀបចំសេចក្តីព្រៀងបទបញ្ញត្តិឡើងវិញទាក់ទងទៅនឹងការប្រកួតលីកក្នុងស្រុកដែលត្រូវលេងនៅប្រទេសបរទេសហើយកំពុងស្វែងរកដំបូន្មានផ្នែកច្បាប់ដើម្បីហាមឃាត់ការប្រកួតទាំងនោះទាំងស្រុងបន្ទាប់ពី UEFA បានយល់ព្រមដោយមិនចង់ឲ្យការប្រកួត La Liga និង Serie A ត្រូវបានលេងនៅក្រៅប្រទេសការប្រកួតត្រូវលេងគឺ Villarreal ទៅនឹង Barcelona នៅទីក្រុង Miami និង AC Milan ទៅនឹង Como នៅទីក្រុង Perth Lucas Paqueta អាចនឹងត្រូវចាក់ចេញពី West Ham ក្នុងខែមករាកីឡាករ Lucas Paqueta ត្រូវបានគេរាយការណ៍ថាអាចនឹងចាក់ចេញពីក្លឹប West Ham United នៅក្នុងខែមករាខណៈដែលក្លឹប Flamengo កំពុងសន្លឹងរកមើលការនាំយកកីឡាករឆ្នើមរបស់ក្រុមញញួរធំរូបនេះទៅចូលរួមយ៉ាងមានមហិច្ឆតាយោងតាមប្រភព Brazil Bola VIP នាយកបច្ចេកទេសរបស់ Flamengo គឺ Jose Boto កំពុងដឹកនាំយុទ្ធនាការដើម្បីលបួង Paqueta ឲ្យត្រឡប់ទៅផ្ទះវិញរបាយការណ៍បានអះអាងថាលោក Boto បានស្ថិតក្នុងការសន្ទនាជាបន្តបន្ទាប់ជាមួយអ្នកតំណាងរបស់ខ្សែបម្រើរូបដោយបដិញ្ញាថានឹងធ្វើឲ្យការជួបជុំដ៏រំជួលចិត្តមួយនេះកើតឡើងអតីតគ្រូបាសេឡូណាថា Lamine Yamal មិនអាចប្រៀប Messi បានទេខណៈ50ឆ្នាំទៀតទើបរកបាន Messi ទី2អតីតគ្រូបង្វឹកបាសេឡូណាលោក Carlos Rizak បានបង្ហាញទស្សនៈផ្ទាល់ខ្លួនជុំវិញការយកខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal ទៅប្រៀបធៀបជាមួយវីរបុរស Lionel Messiត្បិត Lamine Yamal បច្ចុប្បន្នកំពុងបង្ហាញសមត្ថភាពល្អខ្លាំងនៅលើវិថីបាល់ទាត់និងទើបតែជួយឲ្យ Barcelona ឈ្នះពាន Spanish Super Cup Copa del Rey និង La Liga នៅរដូវកាល 2024-2025 នេះក៏ដោយប៉ុន្តែលោក Carlos Rizak ដែលធ្លាប់ដឹកនាំអ្នកមានបុណ្យចន្លោះពីឆ្នាំ2001ដល់2002បានអះអាងថាខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញវ័យ17ឆ្នាំរូបនេះគឺពុំទាន់អាចប្រៀបធៀបជាមួយ Lionel Messi បានឡើយហើយលោកបានសង្កត់ធ្ងន់ថាទាល់តែ50ឆ្នាំទៀតទើបអាចកើតមាន Messi ថ្មីដកស្រង់ពីសម្ដីដើមលោក Carlos Rizak បានមានប្រសាសន៍អំពីការប្រៀបធៀបរវាង Lamine Yamal និង Lionel Messi ថាទេ Messi គឺមានភាពប៉ិនប្រសប់ជាងទាំងល្បឿនក៏លឿនជាង Messi រកគ្រាប់បាល់បានយ៉ាងច្រើន Yamal ជាកីឡាករដ៏ល្អប៉ុន្តែគាត់មិនអាចស៊ុតគ្រាប់បាល់យ៉ាងច្រើនដោយ Messi ធ្វើបាននោះទេមនុស្សជាច្រើនដែលនៅពេលមានកីឡាករថ្មីមកដល់ពួកគេនិយាយថាអូនោះគឺដូច Messi ណាស់ខ្ញុំសូមនិយាយថាទេក្នុងការរំពឹងលើ Messi ថ្មីពួកយើងត្រូវរងចាំរហូតដល់50ឆ្នាំទៀតគូបញ្ជាក់ថាទាំង Lionel Messi និង Lamine Yamal សុទ្ធតែកើតចេញពីថ្នាល La Masia ដូចគ្នាខណៈ Messi បានចំណាយពេលនៅទឹកដី Camp Nou អស់រយៈពេល16ឆ្នាំគាត់បានដើរតួយ៉ាងសំខាន់របស់ក្លឹបនិងបានជួយឲ្យក្រុមឈ្នះពានយ៉ាងច្រើនដូចជា Champions League 4 សម័យ La Liga 10 សម័យ Copa del Rey 7 សម័យ UEFA Super Cup 3 សម័យ Club World Cup 3 សម័យនិងពានមួយចំនួនទៀតចំណែក Lamine Yamal វិញបច្ចុប្បន្នកំពុងដើរតាមគន្លងរបស់ Messi ដោយក្លាយជាកីឡាករដ៏សំខាន់របស់ក្លឹបអ្នកមានបុណ្យ FC Barcelona